person who's been traumatized wants nothing more than love, but because it's so unfamiliar to them, when they get it, they're suspicious of it. Look at your brother. He's traumatized. បញ្យលតនីឃ្លៀងខ្លះ to be traumatized ជាភាសាខ្មែរយើងអាចសរសេរពាក្យ traumatized ដោយអក្សរ Z ក៏បានឬក៏ដោយអក្សរ S ក៏បានហើយយើងអាចប្រើកិរិយាសព្ទ be ក៏បានឬក៏កិរិយាសព្ទ feel ក៏បានជាមួយនឹងពាក្យនេះបើសិនជាយើង feel traumatized នោះមានន័យថាយើងមានអារម្មណ៍ថាអ្វីមួយដែលបានកើតឡើងលើយើងឬអ្វីដែលយើងជួបប្រទះបានមានឥទ្ធិពលលើយើងឬប៉ះពាល់ផ្លូវចិត្តឬសតិរបស់យើងខ្លាំងដែលអាចប៉ះពាល់ដល់ការគិតការមានអារម្មណ៍ឬការមានប្រតិកម្មរបស់យើងក្នុងរយៈពេលយូរទៅមុខទៀតព្រឹត្តិការណ៍អាចធ្វើយើងមានអារម្មណ៍បែបនេះភាគច្រើនគឺជាអ្វីដែលកើតឡើងភ្លាមៗគួរឲ្យតក់ស្លុតឬបែបខុសខើដែលអាចជាគ្រោះថ្នាក់ស្ថានភាពលំបាកលំបិនខ្លាំងឬអាចជាការធ្វើបាបផ្លូវចិត្តឬផ្លូវកាយពីនរណាម្នាក់ដែលធ្វើយើងគិតពីរឿងនោះមិនឈប់ឬពេលស្ថានភាពស្តៀងនោះកើតឡើងម្ដងទៀតយើងមានអារម្មណ៍ថាយើងកំពុងស្ថិតក្នុងស្ថានភាពបែបនោះម្ដងទៀតដែលធ្វើយើងមានអារម្មណ៍ភ័យព្រួយតក់ស្លុតញ័រខ្លួនប្រាណឬអាចកៀងខ្លួនធ្វើឲ្យលេងកើតឧទាហរណ៍បើសិនជាយើងជាមនុស្សដែលធំនឹងក្តីនៅក្នុងគ្រួសារមួយដែលមានឪពុកម្ដាយដែលចូលចិត្តស្រែកជេរស្ដីឬវាយដំយើងខ្លាំងៗនោះនៅពេលដែលយើងនៅពិភពខាងក្រៅហើយមានមិត្តភក្តិឬដៃគូសង្សារដែលចូលចិត្តដំឡើងសម្លេងឬស្រែកដាក់យើងនៅពេលឆ្លោះគ្នានោះយើងនឹងមានអារម្មណ៍ប្រតិកម្មទៅនឹងរឿងនោះដោយកាលដែលឪពុកម្ដាយរបស់យើងបានធ្វើដាក់យើងដែរដោយវាហាក់បីដូចជាយើងកំពុងស្ថិតក្នុងស្ថានភាពទាំងនោះឡើងវិញម្ដងទៀតអញ្ចឹងឧទាហរណ៍ She was traumatized by the sudden death of her best friend and couldn't talk about it for months មានន័យថានាងបានមានអារម្មណ៍ប៉ះទង្គិចផ្លូវចិត្តឬសតិខ្លាំងដោយសារការស្លាប់ភ្លាមៗរបស់មិត្តជិតស្និទ្ធរបស់នាងបំផុតហើយវាធ្វើឲ្យនាងមិនអាចនិយាយពីរឿងនោះជាច្រើនខែឧទាហរណ៍មួយទៀត Even years later he's still traumatized by his experience during the earthquake មានន័យថាសម្បីតែរយៈពេលជាច្រើនឆ្នាំហើយក៏ដោយក៏គាត់នៅតែមានអារម្មណ៍ប៉ះទង្គិចចិត្តឬសតិដោយបទពិសោធន៍របស់គាត់កំឡុងពេលរំជួយដី